ប្រសិនបើអ្នកចង់កាត់បន្ថយភាពតានតឹងនិងចង់មានភាពរីករាយសុខភាពល្អទាំងក្នុងជីវិតការងារនិងជីវិតក្រុមគ្រួសារវិធី5ខាងក្រោមនេះអាចជួយលោកអ្នកបាន1ការដកដង្ហើមការដកដង្ហើមឲ្យបានវែងៗអាចជួយលោកអ្នកឲ្យបានសម្រាកនិងចេះពិនិត្យអារម្មណ៍របស់ខ្លួនឯងព្យាយាមដកដង្ហើមចូល4វិនាទីនិងដកដង្ហើមចេញ6វិនាទីឧទាហរណ៍ថានៅពេលដែលអ្នកមានបញ្ហាការងារដែលធ្វើឲ្យលោកអ្នកមានភាពតានតឹងសូមអនុវត្តការដកដង្ហើមវែងៗនេះឲ្យបាន5ដងដើម្បីធ្វើឲ្យលោកអ្នកទទួលបានភាពស្ងប់ស្ងាត់និងអារម្មណ៍ធូរស្រាលជាងមុន2ការដឹងគុណការដឹងគុណប្រៀបបានដូចជាឱសថទិព្វអាចជួយបង្កើតវិចារណញ្ញាណវិជ្ជមានកាត់បន្ថយភាពតានតឹងនិងជួយឲ្យយើងរៀនបើកចិត្តឲ្យទូលាយរៀនរីករាយជាមួយខ្លួនឯងក្រុមគ្រួសារមិត្តភ័ក្តិមិត្តរួមការងារនិងចេះមានមោទនភាពចំពោះអ្វីដែលខ្លួនកំពុងមានឧទាហរណ៍បញ្ញាជានិស្សិតម្នាក់ដែលកំពុងសិក្សានៅសាកលវិទ្យាល័យថ្ងៃមួយគ្រូបង្រៀនបានឲ្យនិស្សិតរៀបរាប់អំពីអ្វីដែលពួកគេមានការដឹងគុណបញ្ញាបាននិយាយថាខ្ញុំមានការដឹងគុណចំពោះឪពុកម្ដាយរបស់ខ្ញុំដែលបានខិតខំប្រឹងប្រែងដើម្បីផ្ដល់ឲ្យខ្ញុំនៅឱកាសសិក្សាទោះបីពួកគាត់មានការលំបាកនៅក្នុងជីវិតក៏ដោយក៏ពួកគាត់នៅតែគាំទ្រខ្ញុំហើយអ្វីដែលខ្ញុំអាចធ្វើបាននៅពេលនេះគឺការខិតខំប្រឹងប្រែងរៀនឲ្យបានល្អដើម្បីឲ្យពួកគាត់មានមោទនភាពការមានវិចារណញ្ញាណដឹងគុណនេះអាចជួយឲ្យបញ្ញាមានជម្រើសវិជ្ជមាននៅក្នុងជីវិតនិងអាចប្រើជាកម្លាំងចិត្តដើម្បីបន្តការខិតខំប្រឹងប្រែងសម្រាប់ក្តីសុបិនរបស់ខ្លួន3ការធ្វើលំហាត់ប្រាណការធ្វើលំហាត់ប្រាណជាប្រចាំដូចជាការដើររត់រមនិងធ្វើកាយវិការយឺតមិនត្រឹមតែជួយបង្កើនសុខភាពផ្លូវកាយប៉ុណ្ណោះទេថែមទាំងជួយកាត់បន្ថយភាពតានតឹងបង្កើនថាមពលនិងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយលើសពីនេះទៀតការធ្វើលំហាត់ប្រាណជាប្រចាំក៏អាចជួយបង្កើនការអត់ធ្មត់និងជួយបង្កើតជំនឿជឿជាក់លើខ្លួនឯងឧទាហរណ៍ថាពូសុកជាបរិសម្នាក់ដែលមានអារម្មណ៍តានតឹងច្រើនព្រោះដោយសារតែការងាររវល់ជារៀងរាល់ថ្ងៃដើម្បីកាត់បន្ថយភាពតានតឹងនិងរក្សាសុខភាពខ្លួនឯងគាត់បានចាប់ផ្ដើមរត់តិចៗជាប្រចាំនៅពេលព្រឹកបន្ទាប់ពីបន្តអនុវត្តរយៈពេល1ខែគាត់សង្កេតឃើញថាអារម្មណ៍របស់គាត់ចាប់ផ្ដើមប្រសើរឡើងហើយមានថាមពលច្រើនជាងមុនករណីនេះបង្ហាញថាការធ្វើលំហាត់ប្រាណជាប្រចាំអាចជួយកាត់បន្ថយភាពតានតឹងបង្កើនថាមពលនិងផ្ដល់អារម្មណ៍ស្រស់ស្រាយដែលជាកត្តាសំខាន់សម្រាប់ជីវិតរបស់យើងម្នាក់ៗ4ការធ្វើសមាធិការធ្វើសមាធិអាចជួយកាត់បន្ថយភាពតានតឹងបង្កើនការចាប់អារម្មណ៍បង្កើនសុខភាពផ្លូវចិត្តនិងជួយឲ្យយើងចេះគិតកាន់តែល្អប្រសើរជាងមុនត្រូវអង្គុយនៅកន្លែងស្ងប់ស្ងាត់បិទភ្នែកហើយផ្ដោតអារម្មណ៍លើដង្ហើមចេញចូលក្នុងរយៈពេល5ទៅ10នាទីវិធីសាស្ត្រសាមញ្ញនេះអាចជួយឲ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់កាត់បន្ថយអារម្មណ៍ភ័យខ្លាចនិងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយជាមួយនឹងការយល់ដឹងកាន់តែច្បាស់អំពីខ្លួនឯង5ការគិតវិជ្ជមានការគិតវិជ្ជមានអាចជួយអ្នកក្នុងការគ្រប់គ្រងអារម្មណ៍ជួយបង្កើនទំនុកចិត្តកាត់បន្ថយភាពតានតឹងនិងបង្កើតគំនិតថ្មីៗក្នុងការដោះស្រាយបញ្ហាត្រូវប្រាប់ខ្លួនឯងថាខ្ញុំអាចដោះស្រាយបញ្ហានេះបានជំនួសឲ្យពាក្យថាខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងណាទេ